សួស្តីឥឡូវយើងជួបគ្នាម្ដងទៀតនៅក្នុងមេរៀន DeFi in Depth Tutorial នៅក្នុងវីដេអូនេះគឺយើងចាប់ផ្ដើមឈានចូលទៅផ្នែកចុងក្រោយនៃមេរៀនរបស់យើងតាក់ទងជាមួយនឹង rendering យើងអាចហៅថា rendering ឬក៏ពាក្យសាមញ្ញ export បានន័យថា rendering នៅក្នុងលក្ខខណ្ឌរបស់យើងនេះវីដេអូទាំងអស់គឺយើងអត់មានបង្ហាញតាក់ទងជាមួយនឹងការបង្កើត material ទេចំពោះផ្នែកហ្នឹងអាចចូលទៅមើលនៅ playlist មួយដែលមានឈ្មោះថា how to material នៅក្នុងហ្នឹងគឺយើង cover តាក់ទងជាមួយនឹង general basic material ទាំងអស់អាចនិយាយបានថាស្ទើរតែគ្រប់កម្មវិធីដែលយើងប្រើជាទូទៅនៅក្នុងផ្នែក export គឺយើងបដោតទៅផ្នែកខាងលើនេះអញ្ចឹងនៅក្នុងលក្ខខណ្ឌមួយនេះយើងមាន option មួយឈ្មោះថា AI post processing លក្ខខណ្ឌនេះខ្ញុំគ្រាន់តែណែនាំយើងបន្តិចទេដោយសារវាត្រូវការលក្ខណៈ pro version ដើម្បី access អញ្ចឹង AI post channel វានៅជាលក្ខខណ្ឌ beta version បើយើងចង់ស្វែងយល់ពីវាអាចចូលទៅមើល channel ធំនៅក្នុង DeFi Render បានគឺគេបង្ហាញពី feature មួយហ្នឹងទៅជាមួយនឹង AI in painting អញ្ចឹងនេះជាអាចថាជា step ដំបូងដែល AI post processing របស់ DeFi Render វាចូលជាលក្ខណៈ in painting ហើយខ្ញុំគិតថាមុខងារមួយនេះក៏វានឹង update ដែរជា idea AI គឺអត់ fit ទេដោយសារការ develop របស់កម្មវិធីការ develop របស់ technology ជាពិសេសតាក់ទងជាមួយនឹង graphic card NVIDIA គឺផ្ដោតទៅលើ AI ខ្លាំងអញ្ចឹង AI នឹងមានការប្រែប្រួលហើយរបៀបធ្វើការរបស់វានៅក្នុងហ្នឹងអាចនឹងមានការប្រែប្រួលទៅមុខទៀតលក្ខខណ្ឌនេះគឺជា beta version ហើយយើងមាន option នៅផ្នែកខាងក្រោយតាក់ទងជាមួយនឹង Render Cube option មួយនេះគឺអត់មានអីពិសេសទេយើងអាចហៅវាជាពាក្យសាមញ្ញគឺ batch rendering pro only PG history អាចថានេះជា file render របស់គេយ៉ាងណា1 2 3 4 5 6 1 2 3 4 5 1 2 3 4 5 1 2 3 4 5អូខេអញ្ចឹងអាចថាគេ update នៅលើ file របស់គេហើយគេ send មកក្នុង Render Cube អញ្ចឹងគេអាចធ្វើបាត់ rendering លើនឹងបាននេះករណីដែលយើងត្រូវការទៅណាទៅណីអីយើងអាចដាក់ចោលប្រើលើនឹងទៅឬក៏យើង export មួយមកវាជាលក្ខណៈសាមញ្ញទេនៅក្នុងនេះយើងក៏ចូលមកដល់យើង select វាហើយយើងដាក់ location ឲ្យវាយើងអាច add prefix បានយើង save ហើយនឹង rendering ចឹង option ហ្នឹងគឺអត់មានអីទេគឺកន្លែង control batch rendering អូខេយើងចូលមកក្នុង tool មួយនេះ image still image render ចឹងយើងឃើញនៅលើនេះ add to render cube អញ្ចឹងនៅពេលដែលយើង control scene របស់យើងតាក់ទងជាមួយនឹង rendering ហើយយើងគ្រាន់តែ click នៅលើហ្នឹងទៅគឺវានឹង render sorry គឺវានឹង add option ដែលយើង customize នៅលើហ្នឹងអាចថាជា setting សម្រាប់ scene មួយហ្នឹងចូលទៅក្នុង render cube ពេលហើយយើងចូលទៅក្នុងហ្នឹងគ្រាន់តែ select scene ណាដែលយើងចង់ render គឺយើងអាច render បានអ្វីដែលសំខាន់ចំពោះលក្ខខណ្ឌហ្នឹងតាក់ទងជាមួយនឹង output របស់វា complete select output ដើម្បី process rendering ចឹងយើងមាន render panorama ពេលយើង switch មកវាអត់មានអីទេនៅក្នុងនេះចឹងយើងអាច select ឲ្យវាទៅអូខេយើងឈរនៅលើនេះចឹងអ្វីដែលយើងឃើញនៅលើនេះគឺវាមានច្រើនតាក់ទងជាមួយនឹង field of view focal length aspect ratio reset size ចឹងនៅក្នុងនេះយើងអត់ធ្វើអីច្រើនទេអ្វីដែលខ្ញុំ recommend ឲ្យយើងប្រើគឺ keep original បានន័យថា option ហ្នឹងគឺយើង control ចេញពីកាមេរ៉ាមកវិញនៅពេលដែលយើងចាប់ scene របស់យើងមាន option របស់យើងនៅលើហ្នឹងហើយ projection mode 2 point perspective aspect ratio អញ្ចឹងយើង select ទៅវាគឺជា output របស់យើង
ហើយយើងមាន field of view ដូចគ្នា field of view ឬក៏ focal length របស់តែមួយទេអញ្ចឹងយើង keep លក្ខខណ្ឌបែបនេះទើបវាអត់មានការប្រែប្រួលនៅលើនេះអញ្ចឹងបញ្ជាក់ឡើងវិញកន្លែងនេះយើងអាចកែបានយើងចង់ដូរ aspect ratio របស់វា render នៅលើនេះមិនក៏បានដែរគឺវាអត់ពាក់ព័ន្ធជាមួយនេះទេក៏ប៉ុន្តែខ្ញុំ recommend ឲ្យយើង keep ជាលក្ខណៈ original ដើម្បីឲ្យវា fit ជាមួយនឹងអ្វីដែលយើងបានធ្វើពីមុនមកហើយយើងអាចប្រើ preset បានអត់ចាំបាច់វាយកន្លែងនៅលើនេះទេយើងវាយនៅលើនេះគឺវា load ទេតែយើងអាចប្រើ preset បានអញ្ចឹងយើង render 2K 4K គឺវានឹង load ដោយខ្លួនឯង 6K 8K 16K អញ្ចឹងលក្ខខណ្ឌនេះតែខ្លួនឯងនៅលើកុំព្យូទ័ររបស់យើងអាចប្រើ 4K ក៏ 8K តែនៅក្នុងនេះអ្វីដែលយើងត្រូវដឹងគឺ AI support rendering 6K អញ្ចឹងយើងអាច render ធំ 6K ដើម្បីប្រើ AI post processing យើងឃើញនៅលើនេះគឺវា select កន្លែងនេះ channel អញ្ចឹងគឺនៅកន្លែងនេះ AI post channel តោះតែយើងคลิกនៅលើនេះទើបយើងអាចប្រើ AI របស់យើងបានខ្ញុំដាក់ធំ 4K បានហើយកុំឲ្យវា render យូរដូចគ្នាដែរជាមួយនឹង AO Sky Mask Matrix ID Reflection Transparent Shape Depth AI post channel ចឹងរបស់អស់នេះវាគ្រាន់តែជា render element ឬយើងហៅថា channel ដែលយើងអាចយកមកធ្វើការនៅក្នុង post production បានអញ្ចឹងបញ្ជាក់ឡើងវិញសម្រាប់អ្នកដែលប្រើ AI បើចង់ប្រើតើតែយើងគ្លីកនៅលើ AI post channel ទើបអាចប្រើបានហើយ option នេះបើលក្ខខណ្ឌណាដែលយើងអត់ត្រូវការប្រើយើងដុស click ចោលទៅដោយសារតែការ select channel ច្រើនក៏ render យូរដែរអញ្ចឹងខ្ញុំអត់ត្រូវការ select ទេ render ធម្មតាបែបនេះ click នៅលើ option មួយនេះអញ្ចឹងគឺយើងនឹង render single image ហើយយើងដាក់មកឈ្មោះរបស់វាប្រភេទ PNG យើង click cell ហើយលក្ខខណ្ឌនេះ render លឿនគឺយឺតគឺអាស្រ័យទៅនឹង engine ដែលយើង select ជាលក្ខណៈ ray tracing ឬក៏ path tracing